ជនជាតិខ្មែរជាស្ត្រីពីររូបត្រូវបានយោធាថៃឃាត់ខ្លួននៅច្រកព្រំដែនប៉ោយប៉ែតកាលពីល្ងាចថ្ងៃទី25មិថុនា2025ដោយសារតែពួកគាត់ចារួមជាមួយនឹងប្រជាជនខ្មែរជាច្រើនចា100នាក់ផ្សេងទៀតចារងចាំឆ្លងដែនពីខាងថៃចូលមកខាងខ្មែរនៅក្នុងកំឡុងពេលដែលរងចាំគឺមានរយៈពេលយូរបងប្អូនរហូតដល់ចាអ៊ំស្រីដែលគាត់ពាក់អាវខ្មៅចុចពណ៌សនេះគាត់បានមាត់ជាងគេមាត់រៀងលឺជាងគេហើយក៏គាត់ចេះថៃហើយក៏គាត់បាននិយាយតវ៉ាខ្លាំងដើម្បីឲ្យខាងយោធាថៃក៏ដូចជាមន្ត្រីនៅខាងច្រកប៉ោយប៉ែតហ្នឹងខាងថៃហ្នឹងបើកច្រកឲ្យគាត់ឆ្លងមកកាន់ប្រទេសកម្ពុជាអញ្ចឹងមកស្ដាប់គាត់និយាយបងប្អូនថាតើគាត់និយាយយ៉ាងម៉េចខ្លះបានដល់ថ្នាក់ចាយោធាថៃនិងមន្ត្រីថៃនៅច្រកប៉ោយប៉ែតហ្នឹងធ្វើការខាត់ខ្លួនគាត់បងប្អូនស្ដាប់សេរីបងប្អូនអរគ្នាគឺគាត់ស្រែកខ្លាំងហ្មងថាពួកអ្នកឯងហ្នឹងមានចិត្តមានថ្លើមអត់ហេតុអីក៏ចិត្តខូខើយ៉ាងនេះអត់បើកច្រកឲ្យពួកគាត់ទៅអញ្ចឹងណាគឺគាត់និយាយស្រែកខ្លាំងអញ្ចឹងហ្មងបងប្អូនไม่สงสารទេเขารู้ว่าจะออกไปถ้ากัมพูชาไม่ให้กลับเดี๋ยวนู้นจะไปตั้งกัมพูชาเองនេះគឺមានការប្រាប់ណានៅរឿងមិនពិតទៅកាន់ពួកគាត់ខាងមន្ត្រីថៃដែលនៅឈរជើងនៅច្រកព្រំដែនហ្នឹងប្រាប់ពួកគាត់ថាដោយសារតែខាងកម្ពុជាអត់បើកទៅថៃអត់បើកឲ្យពួកគាត់ទៅចឹងហើយគាត់ក៏បានធ្វើការឆ្លើយតបវិញថាឥឡូវបើកឲ្យពួកខ្ញុំមកណាទៅដល់ខាងកម្ពុជាទុកឲ្យខ្ញុំទៅជែកជាមួយនឹងខាងកម្ពុជាបើសិនជាកម្ពុជាពិតជាអត់បើកមែននេះបងប្អូនគេកន្លែងរឿងចឹងទៀតណាបងប្អូនណាអត់បើកច្រកខ្លួនឯងចាបែរជាទម្លាក់មកឲ្យខាងកម្ពុជាថាមកពីខាងកម្ពុជាមិនបើកទៅគេមិនបើកណាកន្លែងហ្នឹងគាត់តវ៉ាមួយគេទៀតឥឡូវថាបើកឲ្យពួកគាត់ទៅគាត់ឆ្លងទៅដល់ខាងកម្ពុជាបើកមិនបើកអាហ្នឹងគឺគាត់ទៅជែកជាមួយនឹងខាងកម្ពុជាខ្លួនគាត់ណែបងប្អូនចាឲ្យគាត់និយាយខ្លាំងណាស់បងប្អូនណាចាតទៀតក៏សែកចាស្ដីឲ្យទៅខាងចាក្រមចាយោធាក៏ដូចជាខាងក្រមមន្ត្រីថៃទាំងអស់ហ្នឹងថាហេតុអីក៏ធ្វើដាក់ប្រជាជនអញ្ចឹងបើសិនជាមិនប្រមបើកច្រកទេគាត់ដេកហ្នឹងគាត់នោមហ្នឹងគាត់អាចនឹងអីអញ្ចឹងជាដើមណាបងប្អូនណាចាហើយនៅក្នុងពេលដែលកំពុងតែកាត់ហាត់បើសិនមិនពេលល្ងាចមានការ live តាមរយៈ page ជាច្រើនចារបស់ភិក្ខីថៃហើយនៅក្នុងកំពុងតែពេលដែលការ live ហ្នឹងបងប្អូនណាមានប្រជាជនថៃមួយចំនួនធំចូលទៅ comment សិតតែឲ្យចំណាំមុខណាចំណាំមុខជនជាតិកម្ពុជា2នាក់ហ្នឹងទៅដែលចេញមុខនិយាយខ្លាំងជាងគេហ្នឹងអ៊ំស្រីដែលពាក់អាវខ្មៅមិញហើយនឹងអាវផ្កាមួយទៀតបងប្អូនដែលបង្ចោយដាក់រូបនេះអញ្ចឹងសិតតែថាចំណាំមុខពួកគាត់ទៅណាបើសិនជារឿងរ៉ាវចប់សពគ្រប់អីហើយណែបុគ្គលហ្នឹងដែលជាជនជាតិខ្មែរហ្នឹងខ្លាំងម្លឹងពេលដែលចូលមកក្នុងទឹកដីថៃលើក្រោយគឺកុំទទួលធ្វើការដល់ថ្នាក់ហ្នឹងសិតតែមានការ comment ថាកុំឲ្យចូលទឹកដីថៃទៀតចំណាំមុខអី1 2 3 4 5រហូតណារហូតដល់ការតវ៉ារបស់ពួកគាត់កាន់តែខ្លាំងទៅហើយយកទៅបងប្អូនណាចូលមក7ជាងយកទៅខាងពេកគីថៃហ្នឹងព្រមបើកច្រកហើយនៅពេលដែលបើកច្រកហ្នឹងគឺប្រជាពលរដ្ឋផ្សេងដែលរងចាំហ្នឹងគឺឲ្យឆ្លងទៅទាំងអស់គាត់2នាក់នឹងទុកយកទៅធ្វើការសួរនាំឲ្យឆែករបាត់ការងារផ្សេងទៀតអញ្ចឹងក្នុងចំណោម2នាក់គាត់ហ្នឹងមានម្នាក់មានបាត់ការងារត្រឹមត្រូវប៉ុន្តែអ៊ំស្រីដែលពាក់អាវខ្មៅហើយពីការដៃមកជាហៀងហ្នឹងគឺអត់មានចាបាត់ការងារទេគេក៏ប្រើប្រាស់ហេតុផលហ្នឹងចាដើម្បីធ្វើការឃុំខ្លួនគាត់នៅក្នុងទឹកដីប្រទេសថៃទៀតដែលគណៈពេលនេះភាគីកម្ពុជារបស់យើងគឺចាលោកពូអភិបាលខេត្តប្រទេសមានជ័យកំពុងតែចាត់ការដោះស្រាយចាក្នុងករណីរបស់អ៊ំស្រីអ្នកហ្នឹងធ្វើម៉េចឲ្យគាត់អាចវិលចូលក្នុងទឹកដីរបស់ប្រទេសកម្ពុជារបស់យើងវិញបានបងប្អូនណាហើយនឹងមានការសើរើចាប្រវត្តិរបស់ចាអ៊ំស្រីដែលជាជនជាតិខ្មែរនឹងម្នាក់ទៀតណានិយាយមើលងាយចាទៅកាន់គាត់ក៏ដូចជាថាគាត់នឹងចូលមកប្រទេសថៃដោយអត់មានច្បាប់មានទម្លាប់ហួសពេលវេលាអត់មានបានការងារក៏ដូចជាធ្លាប់ទៅធ្វើការជាអ្នកសុំទាននៅក្នុងទឹកដីប្រទេសថៃណាអ្នកលេងបណ្ដាញសង្គម Facebook ថៃហ្នឹងគឺគេសើរើរូបគាត់ដែលធ្លាប់សុំទាននៅទីក្រុងបាងកកហ្នឹងយកមកធ្វើការផ្សព្វផ្សាយទៀតប៉ុន្តែអាហ្នឹងគឺជារូបភាពចាស់ពីមុនណាចាដូចជាបច្ចុប្បន្នមុនពេលដែលគាត់មកឆ្លងដែននេះគឺដូចជាគាត់ធ្វើជាអីគេមេផ្ទះចាហ្នឹងហើយគាត់ធ្វើជាមេផ្ទះឲ្យគេនៅក្នុងទឹកដីប្រទេសថៃបងប្អូនណាចាគឺគាត់មានការចាដាក់បន្ទុកជេរស្ដីថាពីខាងសំណាក់ប្រជាជនថៃច្រើនខ្លាំងមែនតើតែម្ដងហើយមូលហេតុចម្បងបងប្អូនដែលយោធាថៃគាត់ហ្នឹងចាដោយសារអីដោយសារតែឃើញគាត់ហ្នឹងនិយាយខ្លាំងហ្នឹងឯងណានិយាយខ្លាំងថាឲ្យខ្លាំងណាទាមទារឲ្យមានការបើកច្រកព្រំដែនហ្នឹងបងប្អូនអញ្ចឹងហើយបានទៅជាសើរើរឿងផ្សេងដើម្បីខាត់ខ្លួនគាត់ឃុំខ្លួនគាត់មិនឲ្យគាត់វិលចូលកម្ពុជាវិញអរគុណណាគឺបងចอยត្រួសខ្លះពីចាអ៊ំស្រីដែលគាត់ពីការដៃមកជាហៀងហើយគាត់ធ្វើការតវ៉ាយ៉ាងខ្លាំងទៅកាន់យោធាថៃក៏ដូចជាមន្ត្រីថៃដែលនៅច្រកព្រំដែនប៉ោយប៉ែត